ជាបាត់សូមគ្រប់ជម្រាបសួរដល់ពុកម៉ែបងប្អូនលោកជាលោកតានិងប្រិយមិត្តទាំងអស់ដែលតែងតែនិយមតាមដានស្រាប់ព័ត៌មាននិងចំណេះដឹងផ្សេងតាមសង្គម YouTube ជាទីគោរពនិងជាទីមេត្រីក្នុងគណៈពេលនេះដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណុចជើងថាតារាចម្រៀងប្រុសប្រឡូកថ្មី6រូបសម្លេងធ្ងន់ល្អមហាជនរំពឹងថានឹងរះកាន់តែខ្ពស់ទៅថ្ងៃអនាគតស្រាប់ពេលវិស័យចម្រៀងកាន់តែរីកចម្រើនឃើញថាមានតារាចម្រៀងប្រុសស្រីទើបរះឡើងជាបន្តបន្ទាប់ដែលប្រឡូកចេញពីកម្មវិធីប្រកួតប្រជែងផ្សេងនឹងឈរលើវិស័យនេះពេញដោយសមត្ថភាពទេពកោសល្យរៀងខ្លួនដែលឆក់បានប្រជាប្រិយភាពខ្លាំងលើវិថីសិល្បៈនេះផងដែរជាក់ស្ដែងបើក្រឡេកទៅចាប់អារម្មណ៍ចំពោះតារាចម្រៀងអាជីពប្រឡូកថ្មី6រូបដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យចម្រៀងនេះជាពិសេសគេចាប់អារម្មណ៍ជាមួយនឹងទឹកដមសម្លេងរបស់ពួកគេដែលមានសម្លេងធ្ងន់ពីរោះស្រែកច្រៀងបទតឹងយ៉ាងក្រអួនក្រអៅបានគ្រប់ទម្រង់នៃបទចម្រៀងយ៉ាងគួរឲ្យសរសើរតារាចម្រៀងទាំង6រូបនោះមាន1ច័ន្ទសុបញ្ញាច័ន្ទសុបញ្ញាជាតារាចម្រៀងវ័យក្មេងដែលប្រសូតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដោយបានជាប់ជាម្ចាស់ជ័យលាភីក្នុងកម្មវិធីកាលពីឆ្នាំ2019កន្លងទៅចំពោះតារាចម្រៀងវ័យក្មេងរូបនេះថ្មីត្បិតតែលោកនៅវ័យក្មេងពិតមែនតែតារាចម្រៀងរូបនេះមានទឹកដមសម្លេងធ្ងន់ពីរោះព្រមទាំងអាចច្រៀងបទចម្រៀងបានច្រើនទម្រង់មិនថាបទបែបមនោសញ្ចេតនាបទញាក់អន្តរអារម្មណ៍ឬបទបែបពីដើមឡើយ2ស៊ូវិចិត្រតារាចម្រៀងស៊ូវិចិត្រដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Beat the Best Cambodia រដូវកាលទី1រូបនេះក៏មានប្រជាប្រិយភាពនិងទទួលបានការស្រឡាញ់គាំទ្រខ្លាំងមិនធម្មតាជាមួយសមត្ថភាពរបស់លោកដែលលោកមានទឹកដមសម្លេងធ្ងន់បកស្រាយចម្រៀងបានគ្រប់ទម្រង់យ៉ាងពីរោះរណ្ដំ3ទេពពិសិដ្ឋចំពោះតារាចម្រៀងវ័យក្មេងទេពពិសិដ្ឋដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី2រូបនេះបច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងអាចទាក់ទាញចិត្តអ្នកគាំទ្រឲ្យស្រឡាញ់ចូលចិត្តជាមួយសមត្ថភាពរបស់លោកដែលមានទឹកដមសម្លេងធំធ្ងន់អាចស្រែកបានបទចម្រៀងគ្រប់ទម្រង់យ៉ាងពីរោះផងដែរ4គង់ចម្រើនចំពោះតារាចម្រៀងប្រុសលោកគង់ចម្រើនដែលជាអតីតបេក្ខជនដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី1ដែលទោះជាលោកមិនទទួលបានពានរង្វាន់ក៏ដោយតែក៏លោកទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជាមួយសមត្ថភាពដ៏លេចធ្លោដែលតែងទទួលបានការសរសើរពីមហាជនចំពោះទឹកដមសម្លេងដ៏ពីរោះក្រអួនក្រអៅរបស់លោក5លីមតិចមេងតារាចម្រៀងប្រុសលីមតិចមេងដែលទើបតែប្រឡូកថ្មីចេញពីកម្មវិធី Cambodia Idol រដូវកាលទី4រូបនេះកំពុងតែឆក់បានបេះដូងមហាជនឲ្យគាំទ្រយ៉ាងភ្លុកទឹកភ្លុកដីនិយាយចំពោះសមត្ថភាពនិងទឹកដមសម្លេងរបស់តារាចម្រៀងរូបនេះបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ជាពិសេសបទបែបមនោសញ្ចេតនាតឹងបានយ៉ាងល្អនិងពីរោះខ្លាំង6អនុស្សាវរីយ៍តារាចម្រៀងយឿនសុតអនុស្សាវរីយ៍ជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងពេជ្រកំពង់ឆ្នាំងនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីអំឡុងឆ្នាំ2017ត្បិតថា
lúc mìnhទទួលបានជោគជ័យក្នុងកម្មវិធីនេះមែនប៉ុន្តែក៏នៅតែមានឱកាសដើរលើវិថីសិល្បៈចម្រៀងនេះហើយបច្ចុប្បន្នលោកកំពុងតែស្ថិតនៅក្នុងផលិតកម្ម Sandy ដោយចម្រៀងនីមួយៗរបស់លោកទទួលបានការគាំទ្រខ្លាំងពីមហាជនជាមួយនឹងសមត្ថភាពដែលមានទឹកដមសម្លេងធ្ងន់ល្អស្រែកច្រៀងយ៉ាងពីរោះក្រអួនក្រអៅផងដែរបាទហើយអត្ថបទព័ត៌មានដែលខ្ញុំបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា